ប្រជុំនីតិជាដករឿងសុជាតិកុមារក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទណ្ឌសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលកុដុម្ពីមាននាមបញ្ញត្តិថាសុជាតិឬសុជាតិបានសិក្សាសិលសាស្ត្រចេះសពគ្រប់ហើយក៏ទំនុកបម្រើមាតាបិតាដោយគោរពថ្ងៃមួយជីតារបស់សុជាតិកុមារអនិច្ចកម្មទៅកុដុម្ពីជាបិតារបស់សុជាតិកុមារមានសេចក្តីសោកស្ដាយវិយោគយំរៀបរាប់អាល័យចំពោះបិតានោះក្រៃពេកលុះធ្វើជាបណកិច្ចបូជាសពរួចហើយរើសប្រមូលឆ្អឹងខ្ចប់នឹងកំណាត់សម្ពុតយកទៅបញ្ចុះក្នុងស្ដូបដែលសាងទុកក្នុងសួនដំណាក់ខាងក្រោយផ្ទះរបស់ខ្លួនរាល់តែថ្ងៃបិតារបស់សុជាតិកុមារតែងទៅធ្វើកិច្ចគោរពបូជាស្ដូបនោះដោយមែកឈើផ្កាឈើផ្សេងហើយដើរប្រតិសិនយំរៀបរាប់សោកស្ដាយជាអនេកបការរូបកាយរបស់គាត់ក៏ក្រៀមក្រំសៅមងដោយទឹកភ្នែកដេកមិនលក់បក់មិនលហើយផ្លិចបាយផ្លិចទឹកការងារទាំងពួងក៏អហានឈប់ធ្វើសុជាតិកុមារបានឃើញវប្បការៈរបស់បិតាខុសប្រក្រតីដូច្នោះហើយក៏គិតថាបិតាអញតាំងពីលោកតាអនិច្ចកម្មទៅមានតែសេចក្តីទុក្ខសោកសៅតែម្យ៉ាងមនុស្សដទៃក្រៅពីអាត្មាអញមិនមាននរណាមួយអាចជួយដោះទុក្ខគាត់បានតើអញនឹងរកឧបាយកលដូចម្ដេចនិងរលត់សេចក្តីទុក្ខរបស់គាត់សុជាតិកុមារខិតខំរកឧបាយជាច្រើនថ្ងៃមួយចេញពីផ្ទះទៅក្រៅភូមិបានឃើញគោស្លាប់មួយដែលគេអូសយកទៅចោលឧបាយដែលគិតទុកយូរហើយក៏លេចប្រកបឡើងទើបទៅយកស្មៅនិងទឹកមកដាក់ក្បែរមាត់ម៉ោចគោនោះកាលឃើញជនណាមួយដើរទៅជិតក៏តាំងយំសោកនិយាយអង្វរខ្មោចគោនោះថាណែសម្លាញ់ចូលក្រោកឡើងស៊ីស្មៅផឹកទឹកទៅកុំដេកយូរពេកមនុស្សទាំងឡាយឃើញដូច្នោះហើយសង្ស័យណាស់ទើបសួរថាលោកសុជាតិពីពេលមុនខ្ញុំស្គាល់លោកច្បាស់ថាជាអ្នកប្រាជ្ញជាមនុស្សល្អត្រឹមត្រូវថ្ងៃនេះខ្ញុំមើលទៅលោកហាក់ដូចជាមនុស្សវិកលចរិតសុជាតិកុមារមិនអើពើនឹងពាក្យសម្ដីរបស់មហាជនឡើយនៅតែធ្វើអាការៈដូច្នោះម្យ៉ាងប្រងើយកន្តើយហាក់ដូចជាមិនដឹងមិនឮកិច្ចការដែលសុជាតិកុមារប្រព្រឹត្តធ្វើទាំងប៉ុន្មានក៏ឮដំណឹងសាយពេញពាលទីក្រុងទាំងមូលជនជាញាតិមិត្តបងប្អូនបានឮដំណឹងនោះហើយក៏ទៅប្រាប់ដល់កុដុម្ពីជាបិតាថាលោកកុដុម្ពីកូនរបស់លោកវិកលចរិតហើយបានយកទឹកនិងស្មៅទៅដាក់ក្បែរមាត់គោស្លាប់មួយខាងក្រៅភូមិហើយយំសោករៀបរាប់ហៅខ្មោចគោនោះឲ្យក្រោកស៊ីស្មៅផឹកទឹកលោកមិនដឹងទេឬកុដុម្ពីបានឮដូច្នោះហើយទើបហៅកូនមកសួរថាកូនសម្លាញ់បិតាឮថាកូនឯងយំសោកអាឡោះអាល័យចំពោះគោស្លាប់ដែលគេអូសទៅចោលខាងក្រៅភូមិមែនឬបាទខ្ញុំធ្វើយ៉ាងនឹងមែនលោកឪពុកកូនសម្លាញ់ហេតុអីក៏ឆោតម្លេះបិតាសូមសួរកូនបន្តិចកូននឹកឃើញដោយមិនដេចបានថាយកស្មៅនិងទឹកទៅដាក់ក្បែរមាត់គោស្លាប់ហើយយំសោករៀបរាប់អង្វរគោឲ្យស៊ីស្មៅផឹកទឹកធ្វើដូច្នេះមិនមែនជាលក្ខណៈរបស់បណ្ឌិតទេជាអំពើប្រះចាកប្រយោជន៍ទាំងពួងសុជាតិបានស្ដាប់បិតានិយាយដូច្នេះហើយមានសេចក្តីត្រេកអរណាស់ដោយនឹកឃើញថាឱកាសនេះសមគួរហើយទើបនិយាយដោយវិចារទន់ភ្លន់តបពាក្យបិតាថាបាទលោកឪពុកការដែលខ្ញុំធ្វើនោះខ្ញុំសូមទទួលកំហុសទាំងអស់ព្រោះជាអំពើរបស់មនុស្សទន់ខ្សោយគ្មានវិចារណញ្ញាណធម្មតាគោស្លាប់ហើយអវយវៈគ្រប់ចំណែកក៏ស្លាប់ទៅព្រមគ្នាមិនអាចកម្រើកបានប៉ុន្តែគោដែលស្លាប់នោះនៅមានរូបកត់មើលឃើញច្បាស់
គួរឲ្យអាឡោះអាល័យបានខ្ញុំសូមសួរលោកឪពុកបន្តិចថាការដែលលោកឪពុកយំសោកអាឡោះអាល័យលោកតាដែលអនិច្ចកម្មទៅនៅសល់តែឆ្អឹងបញ្ចុះក្នុងចេតិយឥតឃើញរូបប្រកបដល់ភ្នែកសូម្បីត្រឹមតែអវយវៈណាមួយក៏មើលមិនឃើញនោះតើលោកតានឹងត្រឡប់រស់ឡើងវិញដោយការយំសោករបស់លោកឪពុកនោះទេឬសូមលោកឪពុកពិនិត្យមើលតើអំពើរបស់ខ្ញុំនិងលោកឪពុកខាងណាគ្រាន់បើជាងក៏ដុំពីរបានស្ដាប់ពាក្យសម្ដីដែលសមហេតុសមផលរបស់បុត្រហើយក៏គិតថាកូនរបស់អញជាបណ្ឌិតមានប្រាជ្ញាជួយដោះទុក្ខរបស់អញបានដោយឧបាយដ៏ប្រសើរទើបនិយាយនឹងកូនថាមនាលសុជាតិឪពុកត្រេកអរណាស់អ្នកបានគិតរកឧបាយបង្ហាញឪពុកឲ្យដឹងច្បាស់នៅការមិនទៀងរបស់សង្ខារបានដោយជាក់ច្បាស់ចាប់តាំងពីពេលនេះទៅឪពុកអស់សេចក្តីទុក្ខសោកអាឡោះអាល័យទៀតហើយបិតារបស់សុជាតិក៏អស់សេចក្តីសោកចំពោះបិតាតាំងពីថ្ងៃនោះទៅ